ស្ត្រីម្នាក់បានជ្រើសរើសឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់មួយដោយចេតនាបន្ទាប់ពីប្រាកដថាមិនមានមនុស្សណាម្នាក់នៅក្បែរនោះនាងក៏ចាប់ផ្ដើមរៀបចំឧបករណ៍មុនចុះទឹកក្រោយរៀបចំរួចនាងបានកាន់ក្តារជិះរលកហើយលោតចូលសមុទ្រយ៉ាងរំភើបទោះរលកខ្ពស់ប៉ុន្មានម៉ែត្រវីមកក៏ដោយនាងនៅតែអាចជិះឆ្លងកាត់បានយ៉ាងប៉ិនប្រសប់ដែលបង្ហាញថានាងមានជំនាញហែលទឹកនិងជិះរលកយ៉ាងខ្លាំងបន្ទាប់ពីជិះចេញឆ្ងាយពីឆ្នេររាប់រយម៉ែត្រនាងបានជួបបងប្អូនប្រុស2នាក់ដែលប្រមានថាមានត្រីឆ្លាមនៅក្នុងសមុទ្រនិងសុំឲ្យនាងត្រឡប់ទៅវិញជាមួយពួកគេប៉ុន្តែនាងគិតថាពួកគេគ្រាន់តែរកលេសមកនិយាយស្គាល់ប៉ុណ្ណោះទើបបដិសេធលុះឃើញបងប្អូនទាំងពីរត្រឡប់ទៅវិញពិតមែននាងទើបដកដង្ហើមធូរស្រាលប៉ុន្តែមិនយូរប៉ុន្មាននាងចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយកំពុងលួចសម្លឹងមើលនាងពីក្រោមទឹកស្រាប់តែមានទឹកបែកសាច់ខ្លាំងនៅពីក្រោយខ្នងនាងប្រញាប់ទាញជើងឡើងលើក្តារជិះរលកខណៈអារម្មណ៍គ្រោះថ្នាក់កាន់តែខិតជិតលុះឃើញថាជាហ្វូងផ្សោតនាងទើបធូរស្រាលហើយព្យាយាមជិះតាមពួកវាប៉ុន្តែបន្ទាប់ពីឆ្លងរលកមួយហ្វូងផ្សោតទាំងអស់ស្រាប់តែបាត់ខ្លួនពេលនាងបន្តទៅមុខក្លិនឈាមនិងក្លិនស្អុយខ្លាំងបានបក់មកនៅខាងមុខគឺជាសាកសពត្រីបាឡែនដ៏ធំមួយសត្វស្លាបសមុទ្រដែលហោះជុំវិញសាកសពបានធ្វើឲ្យនាងធ្លាក់ទៅក្នុងទឹកនាងមិនបានឃើញស្រមោលខ្មៅដ៏ធំមួយដែលកំពុងហែលកាត់ក្រោមខ្លួននាងឡើយនាងសម្រេចចិត្តត្រឡប់ទៅឆ្នេរវិញប៉ុន្តែភ្លាមនោះស្រមោលខ្មៅដ៏ធំបានខិតជិតមកមួយរំពេចក្តារជិះរលករបស់នាងត្រូវបានបោកក្រឡាប់ហើយនាងធ្លាក់ទៅក្នុងទឹករាងកាយរបស់នាងបុកនឹងថ្មបាតសមុទ្រខ្សែចង្ក្តារក៏ដាច់មិនទាន់ទាំងស្ទុះឡើងផងកម្លាំងដ៏ខ្លាំងមួយបានទាញនាងចុះទៅក្រោមទឹកម្ដងទៀតជាមួយនឹងការឈឺចាប់យ៉ាងខ្លាំងទឹកសមុទ្រជុំវិញក៏ប្រែជាពណ៌ក្រហមដោយឈាមនាងប្រឹងតស៊ូរហូតអាចរួចផុតបានដោយមិនខ្វល់ពីរបួសនាងហែទៅរកសាកសពត្រីបាឡែនហើយឡើងទៅលើវាទាន់ពេលមន្ត្រីឆ្លាមមកដល់ពេលងាកមើលវិញនាងទើបដឹងថាផ្លូវរបស់នាងត្រូវបានខំដាច់ជាស្នាមវែងជាច្រើនសង់ទីម៉ែត្រទោះឈឺខ្លាំងក៏ដោយក្នុងនាមជានិស្សិតពេទ្យនាងបានព្យាយាមបញ្ឈប់ឈាមភ្លាមនាងឃើញបងប្អូនប្រុស2នាក់នៅលើឆ្នេរហើយស្រែកសុំជំនួយអស់ពីកម្លាំងប៉ុន្តែដោយសារចម្ងាយឆ្ងាយពេកហើយពួកគេក៏បានបើកឡានចេញទៅនាងបាត់បង់ក្តីសង្ឃឹមតែមួយគត់ភ្លាមនោះសាកសពត្រីបាឡែនចាប់ផ្ដើមរអិលទៅមុខនាងដឹងថាត្រីឆ្លាមកំពុងព្យាយាមទាញវាទៅកន្លែងទឹកជ្រៅមិនយូរប៉ុន្មានត្រីឆ្លាមបានត្រឡប់មកវិញក្នុងល្បឿនលឿននាងប្រញាប់លោតចូលទឹកហើយហែទៅរកផ្ទាំងថ្មមួយសំណាងល្អសាកសពត្រីបាឡែនបានរារាំងត្រីឆ្លាមមួយផ្លែតធ្វើឲ្យនាងអាចឡើងដល់ផ្ទាំងថ្មបានប៉ុន្តែត្រីឆ្លាមនៅតែហែជុំវិញមិនព្រមចាក់ចេញឡើយដើម្បីបញ្ឈប់ការហូរឈាមនាងបានដោះក្រវិលនិងខ្សែមុតស្រួចរបស់នាងមកលាងជាមួយទឹកសមុទ្រហើយយកមកចាក់ឆ្លងសាច់ដើម្បីបិទមុខរបួសរាល់ការចាក់ម្ដងធ្វើឲ្យនាងឈឺរហូតស្ទើរសន្លប់ប៉ុន្តែវាជាវិធីតែមួយដើម្បីរស់បន្ទាប់មកនាងបានដោះឈុតជិះរលករបស់នាងមករុំរបួសហើយរងចាំការជួយសង្គ្រោះដែលស្ទើរតែមិនអាចកើតឡើងយប់បានធ្លាក់ចុះយ៉ាងឆាប់រហ័សនាងញ័ររងាយ៉ាងខ្លាំងហើយបានសន្លប់ដោយសារឈឺចាប់ពេលភ្ញាក់ឡើងនាងឃើញក្តាមកំពុងវាលើខ្លួនដោយសារអត់អាហារយូរនាងបានចាប់ក្តាមស៊ីឆៅប៉ុន្តែក្លិនសាច់ឆៅធ្វើឲ្យនាងក្អួតឃើញក្តារជិះរលករបស់ខ្លួនអណ្ដែតមិនឆ្ងាយនាងសម្រេចចិត្តប្រថុយនាងហែទៅយកវាប៉ុន្តែឈាមដែលហូរចេញពីរបួសបានតាក់ទាញត្រីឆ្លាមមិនយូរប៉ុន្មាននាងឃើញព្រួយត្រីឆ្លាមសាំភ្នែកនាងប្រឹងហែត្រឡប់មកផ្ទាំងថ្មវិញទាន់ពេលព្រឹកឡើងទឹកជំនន់បានលិចផ្ទាំងថ្មស្ទើរតែអស់ស្រាប់តែនាងឃើញមនុស្ស2នាក់នៅឆ្ងាយនាងស្រែកឲ្យពួកគេកុំចុះទឹកម្នាក់បានងាកត្រឡប់ប៉ុន្តែម្នាក់ទៀតនៅតែហែមករកនាងមុនដល់ផ្ទាំងថ្មគេត្រូវត្រីឆ្លាមវាយប្រហារហើយបាត់ខ្លួនក្នុងពេលតែមួយទិដ្ឋភាពនោះធ្វើឲ្យនាងអស់សង្ឃឹមជាខ្លាំងក្រោយមកនាងបានឃើញមុខរបស់ជនរងគ្រោះដែលមានកាមេរ៉ាភ្ជាប់នៅជាប់នាងគិតផែនការមួយដោយកិននីចន្លោះពេលដែលត្រីឆ្លាមហែនាងបានលោតទៅយកមុខត្រីឆ្លាមក៏វាយប្រហារភ្លាមប៉ុន្តែក្បាលរបស់វាបុកជាប់ថ្មនិងត្រូវផ្កាថ្មពលចាក់ធ្វើឲ្យនាងអាចគេចរួចហើយត្រឡប់មកផ្ទាំងថ្មធំវិញតាមរយៈកាមេរ៉ានាងបានឃើញរូបភាពពិតនៃត្រីឆ្លាមដែលវាយប្រហារនាងទឹកក៏កាន់តែឡើងខ្ពស់នាងបានថតវីដេអូរៀបរាប់អំពីអ្វីដែលបានកើតឡើងហើយបោះកាមេរ៉ាជាមួយមួកឲ្យអណ្ដែតទៅរកឆ្នេរដោយសង្ឃឹមថាបើទោះគ្មាននរណាមកជួយនាងក៏ដោយយ៉ាងហោចណាស់វីដេអូនេះនឹងអាចប្រមានអ្នកជិះរលកផ្សេងកុំឲ្យជួបវាសនាដូចនាងនៅពេលផ្ទាំងថ្មជិតលិចទាំងស្រុងក្តីសង្ឃឹមតែមួយគត់របស់នាងគឺបង្គោលសញ្ញានៅកណ្ដាលសមុទ្រដែលនៅមិនឆ្ងាយប៉ុន្មានទោះត្រីឆ្លាមនៅតែចាំវាយប្រហារក៏ដោយនាងបានសម្រេចចិត្តលោតចូលសមុទ្រម្ដងទៀតដើម្បីប្រថុយយកឱកាសរស់រានមានជីវិត